ហើយអ្វីបានជាសត្វឆ្មាជ្រើសរើសគេងនៅក្បែរអ្នកវីដេអូនេះគឺគេបញ្យល់អំពីមូលហេតុដែលសត្វឆ្មាចូលចិត្តគេងនៅគៀកៗនិងដេកក្បែរអ្នកពិសេសនៅពេលយប់ជ្រៅវាមិនមែនគឺគ្រាន់តែដើម្បីភាពកក់ក្ដៅប៉ុណ្ណោះទេក៏ប៉ុន្តែវាមានន័យជ្រាលជ្រៅជាងនេះទំនុកចិត្តហើយនឹងសុវត្ថិភាពងាយនឹងរងគ្រោះការគេងគឺជាពេលដែលឆ្មាមានភាពងាយនឹងរងគ្រោះបំផុតនៅក្នុងធម្មជាតិពួកវានឹងជ្រើសរើសដេកនៅក្បែរនរណាម្នាក់លុះត្រាតែពួកវាជឿទុកចិត្តទៅលើបុគ្គលនោះទាំងស្រុងភាពកក់ក្ដៅនិងវត្តមានរបស់អ្នកដែលធ្វើឲ្យអារម្មណ៍របស់វាមានសុវត្ថិភាពការការពារនិងទំនាក់ទំនងជិតស្និទ្ធការគេងនៅក្បែរអ្នកថែមទាំងអាចរំលឹកពួកវាអំពីសម័យកូនឆ្មានៅពេលដែលពួកវាធ្លាប់ដេកគៀកកិតជាមួយនឹងម្ដាយនិងបងប្អូនរបស់ពួកវាក៏បង្ហាញអំពីសេចក្តីស្រឡាញ់នេះគឺជាវិធីមួយដែលឆ្មាចង់បង្ហាញអ្នកអំពីសេចក្តីស្រឡាញ់ហើយនឹងការពង្រឹងចំណងជាមួយអ្នកនៅពេលដែលឆ្មាដេកនៅក្បែរអ្នកកាលវាចង់ប្រកាសប្រាប់ថានេះគឺជាកម្មសិទ្ធិរបស់វាមនុស្សគឺជារបស់ខ្ញុំអ្នកគឺជាមនុស្សសំណព្វចិត្តរបស់វាឆ្មាជាទូទៅគឺជ្រើសរើសមនុស្សណាដែលផ្ដល់អាហារឲ្យពួកវាលេងជាមួយពួកវានិងផ្ដល់ការថែទាំជាប់លាប់ដល់ពួកវាជារៀងរាល់ថ្ងៃបើសិនបើឆ្មារបស់អ្នកដេកនៅក្បែរអ្នករៀងរាល់យប់ហើយជ្រើសរើសផ្លូវឬក៏ខ្នើយរបស់អ្នកជំនួសសាឡុងនេះគឺជាការប្រកាសយ៉ាងច្បាស់ថាអ្នកគឺជាមនុស្សសំណព្វចិត្តលេខ1របស់ពួកវា